โดยในต่างออกในบ้านเคยยังต่างออกนี่คือជាប្រភេទកំជ្រួយកាន់ដៃហើយនៅក្នុងនោះដែរអ្នកទាំងអស់គ្នាអាចកាន់ដៃបាញ់ដុតរេទៅខាងណាក៏បានដែរអត់មានហានិភ័យអីទេប្រភេទកំជ្រួយនេះហើយរូបភាពកំជ្រួចនេះមានដើមវារាងវែងកន្លះម៉ែត្រហ្នឹងហើយក្នុងនោះបាញ់បាន600គ្រាប់កាន់ដៃបាញ់បានសូមអរគុណប្រភេទនេះក្នុងការយកទៅបាញ់ឆ្លងឆ្នាំអាចទំនាក់ទំនងទៅលើเพจបានកំជ្រួយប្រភេទនេះអាចទំនាក់ទំនងទិញនៅលើเพจនេះគ្រាន់តែវាយឈ្មោះដូចអ្នកនរគ្នាបានឃើញនឹងមានកំជ្រួយជាច្រើនប្រភេទនៅលើនឹងឬមួយចុចតាម link ដែលគេបានដាក់ឲ្យចុច